អ៊ីរ៉ង់ដាក់ចេញផែនការយុទ្ធសាស្ត្រ5ចំណុចខ្លាំងសង្គ្រាមជាមួយអាមេរិកឲ្យប្រជាជនរបស់ចាក់ចេញពីប្រទេសអ៊ីរ៉ង់ត្បិតគណៈប្រតិភីអាមេរិកនិងអ៊ីរ៉ង់បានជួបប្រជុំគ្នានៅប្រទេសអូម៉ង់ដើម្បីចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ក៏ដោយប៉ុន្តែអ៊ីរ៉ង់មិនបណ្ដោយខ្លួនឡើយដោយរដ្ឋអ៊ីស្លាមមួយនេះក៏បានរៀបចំផែនការក៏ដូចជាដាក់ចេញយុទ្ធសាស្ត្ររួចហើយផងដែរសម្រាប់សង្គ្រាមជាមួយអាមេរិកសារព័ត៌មាន Tasnim ដែលគេដឹងថាជាអ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចេញផ្សាយរីបាយការណ៍ដែលលាតត្រដាងអំពីផែនការយុទ្ធសាស្ត្រសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកផែនការសង្គ្រាមនោះបានដាក់ចេញនូវចំណុចសំខាន់ចំនួន5ដែលមានដូចជា 1. យុទ្ធសាស្ត្រសង្គ្រាមច្រើនមុខព្រួញក្នុងចំណុចនេះអ៊ីរ៉ង់បានរៀបចំផែនការប្រើប្រាស់កម្លាំងក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅទូទាំងតំបន់ដើម្បីវាយប្រហារអាមេរិករួមមាន Hezbollah នៅលីបង់ Houthis នៅយេម៉ែននិងក្រុមកងជីវភាពក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីពង្រីកសមរភូមិឲ្យកាន់តែធំដែលធ្វើឲ្យអាមេរិកពិបាកក្នុងការផ្ដោតលើប្រទេសអ៊ីរ៉ង់តែមួយ 2. ការវាយបកយ៉ាងសន្ធាប់ដោយភូមិមីស៊ីលនិងដ្រូនស្រោចដោយគ្រាប់ភ្លៀងប្រសិនបើអាមេរិកវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរឬយោធារបស់ខ្លួនមែនអ៊ីរ៉ង់នឹងបាញ់មីស៊ីលបាឡីស្ទិកនិងដ្រូនក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់សម្ដៅទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ដើម្បីឲ្យប្រព័ន្ធការពារ Patriot និង THAAD របស់អាមេរិកទប់ទល់មិនឈ្នះ 3. សង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិតCyber Warfare អ៊ីរ៉ង់នឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថាមពលហិរញ្ញវត្ថុនិងប្រព័ន្ធទំនាក់ទំនងយោធារបស់អាមេរិកដើម្បីរំខានដល់ការដាក់ពង្រាយទ័ពនិងដាក់សម្ពាធលើរដ្ឋាភិបាលនៃប្រទេសដែលផ្ដល់ទីតាំងឲ្យអាមេរិកឈរជើង 4. កាយបិទច្រកសមុទ្រ Hormuz អ៊ីរ៉ង់គ្រោងប្រើប្រាស់ភូមិសាស្ត្ររបស់ខ្លួនបិទគប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងនិងហ្គាសមួយភាគ5នៃពិភពលោកដើម្បីបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកលនិងបង្ខំឲ្យអាមេរិកដកថយ 5. គោលដៅចុងក្រោយគឺសង្គ្រាមស៊ូទ្រាំអ៊ីរ៉ង់មិនមានបំណងវាយឈ្នះអាមេរិកដោយផ្ទាល់នោះទេប៉ុន្តែចង់ធ្វើឲ្យសង្គ្រាមនេះចំណាយអស់ច្រើននិងអូសបន្លាយយូរដែលអាមេរិកមិនអាចទ្រាំទ្របានទាំងផ្នែកថវិកានិងជីវិតកងទ័ពអាមេរិកបង្គាប់ឲ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ខ្លាចផ្ទុះសង្គ្រាមធំស្របពេលដែលស្ថានភាពរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់កំពុងស្ថិតក្នុងភាពតានតឹងបំផុតសហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំជាបន្ទាន់មួយដោយបង្គាប់ឲ្យពលរដ្ឋអាមេរិកកាំងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីរ៉ង់ត្រូវចាកចេញពីប្រទេសនេះជាបន្ទាន់យោងតាមសារព័ត៌មាន ANI នាថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ស្ថានទូតនិម្មិតរបស់អាមេរិកប្រចាំអ៊ីរ៉ង់បានប្រុងប្រយ័ត្នពលរដ្ឋខ្លួនឲ្យរៀបចំផែនការចាកចេញដោយខ្លួនឯងដោយមិនត្រូវសង្ឃឹមលើជំនួយពីរដ្ឋាភិបាលឡើយខណៈពេលដែលចលនាបាតុករប្រឆាំងរដ្ឋាភិបាលនិងការរំខានដល់ប្រព័ន្ធអ៊ីនធឺណិតកំពុងបន្តកើតមានទូទាំងប្រទេសការប្រកាសអាសន្ននេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump បានដាក់ពង្រាយកងនាវិកាចម្បាំងដ៏ធំមួយដែលមានឈ្មោះថា Armada ទៅកាន់តំបន់ឈូញសមុទ្រដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបដ៏សាហាវរបស់អ៊ីរ៉ង់កាលពីចុងឆ្នាំ2025កន្លងទៅនៅក្នុងសេចក្តីណែនាំដដែលនេះអាមេរិកបានជំរុញឲ្យពលរដ្ឋខ្លួនពិចារណាចាកចេញតាមផ្លូវគោកទៅកាន់ប្រទេសអាមេនីឬទូគីប្រសិនបើជើងហោះហើរត្រូវលាបចោលនិងត្រូវត្រៀមស្បៀងអាហារទឹកនិងថ្នាំសង្កួសឲ្យបានគ្រប់គ្រាន់ក្នុងករណីមិនអាចចាកចេញបានចំណុចដែលគួរឲ្យព្រួយបារម្ភជាងគេបង្អស់គឺហានិភ័យសម្រាប់អ្នកមានសញ្ជាតិពីរសញ្ជាតិអាមេរិកនិងអ៊ីរ៉ង់ដែលរដ្ឋាភិបាលអ៊ីរ៉ង់មិនទទួលស្គាល់និងអាចប្រឈមនឹងការចាប់ខ្លួនឬឃុំឃាំងភ្លាមៗបើបង្ហាញលិខិតឆ្លងដែនអាមេរិកលោក Trump ក៏បានផ្ញើសារប្រុងប្រយ័ត្នម្ដងទៀតទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Khamenei ថាគួរតែមានការព្រួយបារម្ភឲ្យមែនទែនខណៈដែលលោកអះអាងថាការចរចាកំពុងដំណើរការប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតទោះបីជាការចរចានៅប្រទេសអូម៉ង់ត្រូវបានគ្រោងទុកសម្រាប់ថ្ងៃសុក្រនេះក៏ដោយប៉ុន្តែភាពខុសគ្នានៃរបៀបវារីវរៈរវាងការទាមទាររបស់អាមេរិកឲ្យពិភាក្សាលើបញ្ហាមីស៊ីលនិងការបដិញ្ញារបស់អ៊ីរ៉ង់ដែលនឹងយកចំណុចនេះទៅយកមកថាថង់ធ្វើឲ្យក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងកាន់តែស្ទួចស្ទើញ
ប្រធានាធិបតីតួគីលោកថៃយីបអឺដូហ្គានកំពុងខិតខំប្រឹងប្រែងធ្វើជាអាជ្ញាកណ្ដាលដើម្បីទប់ទល់កុំឲ្យចំនួននេះคล้ายទៅជាសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ាដោយលោកបានស្នើឲ្យមានការចរចាកម្រិតមេដឹកនាំកម្ពុជារវាងប្រទេសទាំងពីរបច្ចុប្បន្នពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខណៈដែលអាមេរិកនិងអ៊ីរ៉ង់កំពុងស្ថិតនៅមាត់ច្រោះនៃជម្លោះយោធាដែលអាចផ្ទុះឡើងបាននៅពេលណាក៏បានបើការចរចាការទូតមិនបានទទួលលទ្ធផល។